អាមេរិកគឺជាប្រទេសដែលមានកងទ័ពលំដាប់ថ្នាក់ទី1រឿងនេះគឺជារឿងដែលមិនអាចប្រកែកបានអាមេរិកមានទីតាំងមូលដ្ឋានយោធាជាង800ទីតាំងជុំវិញសកលលោកកញ្ចប់ថវិកាការពារជាតិប្រហែលជា$1 trillion អាមេរិកដែលច្រើនជាងគេនៅក្នុងពិភពលោកបច្ចេកវិទ្យាយោធាអាមេរិកគឺគ្មានប្រទេសណាអាចប្រៀបបាននោះទេកងទ័ពអាមេរិកជាកងទ័ពដែលមានប្រវត្តិកើតចេញពីកសិករនិងអាជីវកររកស៊ីធម្មតាមកដល់ពេលនេះមានអាយុប្រហែលជា250ឆ្នាំអាចក្លាយជាកងទ័ពដែលខ្លាំងជាងគេក្នុងផែនដីបានដោយរបៀបណាបើយើងគិតថាកងទ័ពអាមេរិកខ្លាំងដោយសារលុយនិងបច្ចេកវិទ្យារឿងហ្នឹងគឺវាត្រូវហើយប៉ុន្តែវាត្រូវបានតែពាក់កណ្ដាលដើម្បីយល់ច្បាស់ថាកងទ័ពអាមេរិកបានក្លាយជាកងទ័ពខ្លាំងដូចជារាល់ថ្ងៃអញ្ចឹងដូចនេះយើងត្រូវទៅមើលនៅក្នុងប្រវត្តិសាស្ត្រជាមុនសិនកងទ័ពអាមេរិកត្រូវបានបង្កើតឡើងនៅខែមិថុនាឆ្នាំ1975ដឹកនាំដោយលោក George Washington ហើយលោកក៏ជាអនាគតប្រធានាធិបតីដំបូងរបស់អាមេរិកផងដែរកងទ័ពដំបូងរបស់អាមេរិកមានប្រមាណជា20,000នាក់ជាកសិករឬក៏អាជីវកររកស៊ីធម្មតាជាទាហានដែលអត់មានការវឹកវើគ្មានឯកសណ្ឋានត្រឹមត្រូវគ្មានប្រព័ន្ធការផ្គត់ផ្គង់ស្បៀងអាហារនិងគ្រាប់រំសាយទៅកាន់កងទ័ពនេះបានបង្កើតមកដើម្បីរើខ្លួនចេញពីអាណានិគមអង់គ្លេសកងទ័ពអាមេរិកមិនអាចប្រយុទ្ធឈ្នះជាមួយនឹងកងទ័ពអង់គ្លេសដែលជាកងទ័ពអាជីពមានជំនាញខ្ពស់និងការហ្វឹកហាត់ត្រឹមត្រូវបានទេហើយកងទ័ពអង់គ្លេសនាពេលនោះគ្រប់គ្រងទឹកដីអាណានិគមសឹងតែពាក់កណ្ដាលផែនដីចំណុចរបត់ដែលធំមួយសម្រាប់កងទ័ពអាមេរិកដែលអាចប្រយុទ្ធស្មើនឹងកងទ័ពអង់គ្លេសបានដោយសារតែមនុស្សម្នាក់ឈ្មោះ Baron von Steuben ដែលគាត់មកពីប្រទេសប្រូស៊ីដែលជាអាណាចក្រអាល្លឺម៉ង់បុរាណគាត់បានរៀបចំអនាម័យនៅក្នុងជំរំកងទ័ពហ្វឹកហាត់ជំនាញប្រយុទ្ធទៅកាន់កងទ័ពអាមេរិកដែលពូកែចំនួន100នាក់ហើយអ្នកដែលពូកែទាំង100នាក់ហ្នឹងត្រូវបង្ហាត់អ្នកផ្សេងបន្តទៀតជាលទ្ធផលកងទ័ពអាមេរិកអាចប្រយុទ្ធស្មើដៃស្មើជើងជាមួយនឹងកងទ័ពអង់គ្លេសនៅក្នុងសមរភូមិ Monmouth កងទ័ពអាមេរិកចាប់ផ្ដើមចេញពីកងទ័ពរប៉ាត់រប៉ាយទៅជាកងទ័ពដែលមានជំនាញក្នុងការប្រយុទ្ធដូចនេះទើបនៅក្នុងឆ្នាំ1781កងទ័ពអាមេរិកបានសហការជាមួយនឹងកងទ័ពបារាំងបានឡោមព័ទ្ធកងទ័ពអង់គ្លេសហើយចាប់បានកងទ័ពអង់គ្លេសប្រមាណជា7,000នាក់អាមេរិកបានយកឈ្នះកងទ័ពអង់គ្លេសហើយបង្កើតទៅជាសហរដ្ឋអាមេរិកដែលយើងស្គាល់សប្តាហ៍ថ្ងៃនេះបន្ទាប់ពីបានទទួលឯករាជ្យអាមេរិកនៅតែជាប្រទេសដែលមានកងទ័ពតូចហើយមិនទាន់មានបទពិសោធន៍ក្នុងការធ្វើសង្គ្រាមទ្រង់ទ្រាយធំបញ្ហានេះបានបង្ហាញយ៉ាងច្បាស់នៅពេលដែលសង្គ្រាមស៊ីវិលនៅអាមេរិកបានផ្ទុះឡើងនៅឆ្នាំ1861នៅដើមសង្គ្រាមកងទ័ពភាគខាងជើងមានមនុស្សនិងឧស្សាហកម្មច្រើនជាងកងទ័ពភាគខាងត្បូងប៉ុន្តែកងទ័ពភាគខាងជើងបានបរាជ័យនៅលើសមរភូមិជាច្រើនលើកច្រើនសារមូលហេតុគឺដោយសារតែមេបញ្ជាការជាច្រើនមិនទាន់មានបទពិសោធន៍ក្នុងការគ្រប់គ្រងកងទ័ពទំហំធំដែលមានប្រមាណជា2លាននាក់នៅពេលនោះប្រព័ន្ធផ្គត់ផ្គង់ស្បៀងអាហារនិងអាវុធក៏មិនទាន់មានប្រសិទ្ធភាពផងដែរផ្ទុយមកវិញកងទ័ពភាគខាងត្បូងត្រូវបានដឹកនាំដោយមេបញ្ជាការដែលមានជំនាញខ្ពស់គឺលោក Robert E. Lee បានប្រើយុទ្ធសាស្ត្រប្រយុទ្ធយ៉ាងឆ្លាតវៃក្នុងការយកឈ្នះសមរភូមិជាច្រើនលើកនៅពេលដែលសង្គ្រាមទើបតែនឹងចាប់ផ្ដើមនៅពេលដែលមេបញ្ជាការរបស់ទ័ពភាគខាងជើងបានឡើងមកគឺលោក Ulysses S. Grant គាត់បានផ្លាស់ប្ដូរយុទ្ធសាស្ត្រសង្គ្រាមជំនួសឲ្យការយកឈ្នះទៅលើតែសមរភូមិតែមួយគាត់បានផ្ដោតសំខាន់ទៅលើការបំផ្លាញសេដ្ឋកិច្ចរបស់រដ្ឋភាគខាងត្បូងដើម្បីកុំឲ្យរដ្ឋភាគខាងត្បូងមានលទ្ធភាពចំណាយលុយក្នុងការធ្វើសង្គ្រាមកងទ័ពភាគខាងជើងបានប្រើប្រាស់បណ្ដាញរថភ្លើងរោងចក្រនិងប្រព័ន្ធផ្គត់ផ្គង់អាវុធនិងអាហារនិងបន្ថែមទាហានទៅសមរភូមិជួរមុខជាបន្តបន្ទាប់មេទ័ពភាគខាងជើងម្នាក់ឈ្មោះថា William គាត់បានដឹកនាំកងទ័ពភាគខាងជើងឆ្លងទៅរដ្ឋភាគខាងត្បូងដើម្បីបំផ្លាញផ្លូវរថភ្លើងរោងចក្រនិងសម្ភារៈផ្គត់ផ្គង់សម្រាប់កងទ័ពភាគខាងត្បូងហើយការវាយប្រហារទៅលើសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធបែបនេះបានធ្វើឲ្យកងទ័ពភាគខាងត្បូងអស់លទ្ធភាពទ្រទ្រង់ការចំណាយនិងមិនអាចបន្តសង្គ្រាមតទៀតបាននៅឆ្នាំ1865មេបញ្ជាការកងទ័ពខាងត្បូងគឺលោក Robert E. Lee បានប្រកាសសុំចុះចាញ់ចំពោះមេទ័ពធំភាគខាងជើងគឺលោក Ulysses S. Grant សង្គ្រាមស៊ីវិលបានបិទបញ្ចប់ហើយសហរដ្ឋអាមេរិកបានរួបរวมគ្នាឡើងវិញជាប្រទេសតែមួយសង្គ្រាមស៊ីវិលបានបង្ហាញអំពីអាវុធនិងបច្ចេកវិទ្យាថ្មីៗដែលមានដូចជាផ្លូវដែកសម្រាប់ដឹកកងទ័ពនិងទូរលេខសម្រាប់ផ្ញើសារក្នុងការទំនាក់ទំនងយោធាប្រទេសនេះបានរៀនពីប្រវត្តិសាស្ត្រសង្គ្រាមរបស់ខ្លួនថាសង្គ្រាមសម័យទំនើបមិនអាចឈ្នះបានត្រឹមតែប្រើយុទ្ធសាស្ត្រនៅលើសមរភូមិទេក៏ប៉ុន្តែវាសម្រេចទៅលើខ្សែសង្វាក់ផ្គត់ផ្គង់និងកម្លាំងឧស្សាហកម្មនៅសមរភូមិក្រោយនិងការរៀបចំកងទ័ពទ្រង់ទ្រាយធំឲ្យមានរបៀបរៀបរយបន្ទាប់ពីសង្គ្រាមស៊ីវិលអាមេរិកបានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចនិងឧស្សាហកម្មកាន់តែរីកចម្រើនប៉ុន្តែកងទ័ពអាមេរិកមិនទាន់មានបទពិសោធន៍ក្នុងសង្គ្រាមអន្តរជាតិធំៗនៅក្រៅទ្វីបអាមេរិកបញ្ហានេះបានបង្ហាញយ៉ាងច្បាស់នៅពេលដែលសង្គ្រាមលោកលើកទី1បានផ្ទុះឡើងនៅឆ្នាំ1914ក្នុងទ្វីបអឺរ៉ុបនៅដើមសង្គ្រាមអាមេរិកមិនបានចូលរួមភ្លាមៗទេហើយបានប្រកាន់ជំហរអាជ្ញាក្រឹតប៉ុន្តែបន្ទាប់ពីនាវាមុជទឹកអាល្លឺម៉ង់បានវាយប្រហារទៅលើនាវាពាណិជ្ជកម្មអាមេរិកស្ថានភាពកាន់តែតានតឹងខ្លាំងឡើងអាមេរិកក៏សម្រេចចូលរួមសង្គ្រាមនៅឆ្នាំ1917ក្នុងការប្រយុទ្ធជាមួយនឹងអាល្លឺម៉ង់និងចក្រភព
អូទ្រីហុងហ្គារីនៅពេលនោះកងទ័ពអាមេរិកមានចំនួនតិចហើយមិនទាន់ត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាមទ្រង់ទ្រាយធំនៅទ្វីបអឺរ៉ុបទេដើម្បីដោះស្រាយបញ្ហានេះរដ្ឋាភិបាលអាមេរិកបានចាប់ផ្ដើមចល័តកងទ័ពនិងធនធានជាលក្ខណៈទ្រង់ទ្រាយធំទាហានប្រមាណជា 4.7 លាននាក់ត្រូវបានជ្រើសរើសនិងវឹកហាត់ហើយត្រូវធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់តិកទៅកាន់ទ្វីបអឺរ៉ុបកងទ័ពអាមេរិកដែលគេហៅថា American Expeditionary Force ត្រូវបានដឹកនាំដោយលោក John J. Pershing ហើយបានចូលរួមប្រយុទ្ធប្រក្រាបស្មាជាមួយនឹងសម្ព័ន្ធមិត្តអឺរ៉ុបនៅលើសមរភូមិកងទ័ពអាមេរិកបានចូលរួមសមរភូមិសំខាន់ៗដូចជា Meuse Argonne Offensive ដែលជាយុទ្ធនាការដ៏ធំបំផុតមួយនៅក្នុងសង្គ្រាមនេះក្នុងសង្គ្រាមលោកលើកទី1នេះអាមេរិកបានប្រើអាវុធសម័យថ្មីដូចជាកាំភ្លើងយន្តរក្រោះនិងអាវុធគីមីការមកដល់នៃទាហានអាមេរិករាប់លាននាក់និងធនធានសេដ្ឋកិច្ចដ៏ធំនេះបានរុញឲ្យអាល្លឺម៉ង់ចាញ់សង្គ្រាមលោកលើកទី1នៅឆ្នាំ1918ភាគីដែលកំពុងប្រយុទ្ធគ្នាបានយល់ព្រមឈប់បាញ់គ្នាហើយភាគីទាំងអស់ក៏ត្រូវចុះហត្ថលេខាបញ្ឈប់សង្គ្រាមលោកលើកទី1សង្គ្រាមលោកលើកទី1បានបង្រៀនឲ្យអាមេរិកក្លាយជាមហាអំណាចយោធាអាមេរិកត្រូវតែមានសមត្ថភាពចល័តកងទ័ពទៅកាន់សមរភូមិឆ្ងាយៗជុំវិញពិភពលោកសង្គ្រាមលោកលើកទី1គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះពេលដែលសង្គ្រាមលោកលើកទី2បានផ្ទុះឡើងនៅឆ្នាំ1939ពិភពលោកបានធ្លាក់ចូលទៅក្នុងសង្គ្រាមដែលធំជាងមុននិងបង្កវិនាសកម្មខ្លាំងជាងមុននៅដើមសង្គ្រាមអាមេរិកបានប្រកាន់ចំហមិនចូលរួមសង្គ្រាមដោយដែលខ្លួនបានធ្វើនៅក្នុងសង្គ្រាមលោកលើកទី1ប៉ុន្តែនៅក្នុងឆ្នាំ1941ជប៉ុនបានវាយប្រហារទៅលើមូលដ្ឋានទ័ពជើងទឹកអាមេរិកនៅ Pearl Harbor ដែលស្ថិតនៅក្នុងរដ្ឋ Hawaii ការវាយប្រហារនេះបានបំផ្លាញនាវាចម្បាំងជាច្រើនគ្រឿងនិងសម្លាប់ទាហានអាមេរិកអស់រាប់ពាន់នាក់ត្រឹមតែរយៈពេលប្រហែលជា90នាទីក្រោយព្រឹត្តិការណ៍នេះអាមេរិកបានខឹងសម្បាយ៉ាងខ្លាំងនិងបានប្រកាសចូលរួមសង្គ្រាមជាផ្លូវការដើម្បីប្រយុទ្ធក្នុងសង្គ្រាមទ្រង់ទ្រាយធំបែបនេះរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Franklin D. Roosevelt បានចាប់ផ្ដើមដាក់សេដ្ឋកិច្ចអាមេរិកទៅជាសេដ្ឋកិច្ចសង្គ្រាមរោងចក្រផលិតរថយន្តភាគច្រើនត្រូវបានបំលែងទៅជារោងចក្រផលិតអាវុធគ្រឿងម៉ាស៊ីននិងយន្តហោះក្នុងបរិមាណយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះអាមេរិកបានផលិតយន្តហោះនាវាចម្បាំងនិងរក្រោះបានរាប់ម៉ឺនគ្រឿងដើម្បីផ្គត់ផ្គង់ទៅសមរភូមិនៅអឺរ៉ុបនិងអាស៊ីក្នុងសង្គ្រាមលោកលើកទី2អាមេរិកបានបែងចែកកងទ័ពជាពីរក្រុមធំៗគឺត្រូវប្រយុទ្ធជាមួយនឹងចក្រភពជប៉ុននៅភាគខាងកើតនិងធ្វើសង្គ្រាមជាមួយនឹងអាល្លឺម៉ង់និងអ៊ីតាលីនៅភាគខាងលិចសមរភូមិដ៏សំខាន់មួយគឺ Normandy Landing នៅឆ្នាំ1944ដែលកងទ័ពអាមេរិកនិងសម្ព័ន្ធមិត្តបានចុះចតលើឆ្នេរប្រទេសបារាំងដើម្បីចាប់ផ្ដើមការរំដោះអឺរ៉ុបចេញពីការគ្រប់គ្រងរបស់អាល្លឺម៉ង់ចំណែកឯប្រទេសជប៉ុនត្រូវបានកងទ័ពសូវៀតដាក់យ៉ាងចាស់ដៃនៅតំបន់ម៉ាន់ជូរីនិងត្រូវគ្រាប់បែករបស់អាមេរិកជាច្រើនគ្រាប់នៅក្នុងទីក្រុងសំខាន់ៗក្នុងប្រទេសជប៉ុនឆ្នាំ1945សង្គ្រាមលោកលើកទី2ក៏បានបញ្ចប់បន្ទាប់ពីអាល្លឺម៉ង់និងជប៉ុនបានសូមចុះចាញ់សង្គ្រាមលោកលើកទី2បាននាំមកនូវបច្ចេកវិទ្យាថ្មីៗដូចជានាវាផ្ទុកយន្តហោះរ៉ាដានិងអាវុធនុយក្លេអ៊ែរដែលផ្លាស់ប្ដូរយុទ្ធសាស្ត្រសង្គ្រាមទាំងស្រុងហើយក្រោយសង្គ្រាមនេះអាមេរិកក៏ក្លាយជាមហាអំណាចយោធាដ៏ធំបំផុតក្នុងពិភពលោកសង្គ្រាមលោកលើកទី2បានធ្វើឲ្យអាមេរិកយល់ថាកម្លាំងយោធាដ៏ខ្លាំងគឺស្ថិតនៅលើទំហំសេដ្ឋកិច្ចបច្ចេកវិទ្យាហើយប្រទេសដែលអាចផលិតអាវុធដែលមានបច្ចេកវិទ្យាខ្ពស់ក្នុងបរិមាណយ៉ាងច្រើននឹងអាចក្លាយជាមហាអំណាចយោធាយ៉ាងខ្លាំងក្លាមួយនៅក្នុងពិភពលោកបន្ទាប់ពីសង្គ្រាមលោកលើកទី2បានបញ្ចប់នៅឆ្នាំ1945សហរដ្ឋអាមេរិកនិងសហភាពសូវៀតបានក្លាយជាមហាអំណាចដែលមានអំណាចយោធាខ្លាំងក្លាបំផុតពិភពលោកបានធ្លាក់ចូលទៅក្នុងសង្គ្រាមមនោគមវិជ្ជាដែលគេហៅថាសង្គ្រាមត្រជាក់ដែលអាមេរិកដឹកនាំប្រព័ន្ធប្រជាធិបតេយ្យមូលធននិយមចំណែកឯសូវៀតដឹកនាំប្រព័ន្ធកុម្មុយនីសផ្ដាច់ការនៅក្នុងសង្គ្រាមត្រជាក់មិនមែនសង្គ្រាមដែលប្រទេសទាំងពីរប្រយុទ្ធគ្នាដោយផ្ទាល់នៅលើសមរភូមិទេប៉ុន្តែជាការប្រកួតប្រជែងយោធាបច្ចេកវិទ្យានិងឥទ្ធិពលនយោបាយនៅជុំវិញពិភពលោកអាមេរិកនិងសូវៀតមិនអាចប្រយុទ្ធគ្នាដោយផ្ទាល់បានទេដោយសារតែប្រទេសទាំងពីរសុទ្ធតែមានអាវុធនុយក្លេអ៊ែរដែលអាចធ្វើឲ្យប្រទេសទាំងពីរក្លាយទៅជាផេះបានឧទាហរណ៍ជាក់ស្ដែងសង្គ្រាមស៊ីវិលនៅវៀតណាមជាផ្នែកមួយនៃសង្គ្រាមត្រជាក់ផងដែរអាមេរិកបានផ្ដល់ជំនួយទៅកាន់វៀតណាមខាងត្បូងចំណែកឯសូវៀតបានផ្ដល់ជំនួយទៅកាន់វៀតណាមខាងជើងដើម្បីទប់ស្កាត់ឥទ្ធិពលរបស់សហភាពសូវៀតអាមេរិកចាប់ផ្ដើមបង្កើតបណ្ដាញសម្ព័ន្ធមិត្តយោធាជុំវិញពិភពលោកសម្ព័ន្ធមិត្តដែលសំខាន់មួយបំផុតគឺអង្គការ NATO ដែលត្រូវបង្កើតឡើងនៅឆ្នាំ1949ដើម្បីឲ្យប្រទេសនៅអឺរ៉ុបនិងអាមេរិកសហការពារគ្នាពីការឈ្លានពានការប្រកួតប្រជែងនៅក្នុងសង្គ្រាមត្រជាក់អាមេរិកក៏បានវិនិយោគខ្លាំងទៅលើបច្ចេកវិទ្យាថ្មីៗដូចជាមីស៊ីលបាញ់ឆ្លងទ្វីបបច្ចេកវិទ្យាអវកាសនាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែរនិងយន្តហោះយុទ្ធសាស្ត្រដែលអាចដឹកអាវុធនុយក្លេអ៊ែរបានអាមេរិកបានបង្កើតមូលដ្ឋានយោធាជាច្រើនទីតាំងនៅក្រៅប្រទេសដើម្បីអាចដាក់កងទ័ពខ្លំមើលសភាពការនិងបើកប្រតិបត្តិការយោធាយ៉ាងឆាប់រហ័សនៅគ្រប់តំបន់ក្នុងពិភពលោកនៅឆ្នាំ
ឆ្នាំ1991សហភាពសូវៀតបានរលាយហើយសង្គ្រាមត្រជាក់ក៏បានបញ្ចប់បន្ទាប់ពីពេលនោះអាមេរិកបានក្លាយជាប្រទេសដែលមានឥទ្ធិពលយោធាធំបំផុតនៅក្នុងពិភពលោកសង្គ្រាមត្រជាក់បានបង្រៀនអាមេរិកថាអំណាចយោធានៅសម័យទំនើបមិនមែនមានតែទាហាននិងអាវុធប៉ុណ្ណោះទេប៉ុន្តែត្រូវការបច្ចេកវិទ្យាខ្ពស់បណ្ដាញសម្ព័ន្ធមិត្តនិងវត្តមានយោធានៅជុំវិញពិភពលោកបន្ទាប់ពីការរលាយរបស់សហភាពសូវៀតនៅឆ្នាំ1991សង្គ្រាមត្រជាក់បានបិទបញ្ចប់ហើយពិភពលោកបានផ្លាស់ប្ដូរយ៉ាងខ្លាំងអាមេរិកបានក្លាយជាមហាអំណាចតែម្នាក់ឯងដែលមានអំណាចយោធាខ្លាំងជាងគេបំផុតនៅលើពិភពលោកក្នុងយុគសម័យនេះកងទ័ពអាមេរិកមិនត្រឹមតែការពារប្រទេសរបស់ខ្លួនទេប៉ុន្តែអាមេរិកអាចដាក់កម្លាំងយោធាទៅការពារសម្ព័ន្ធមិត្តគ្រប់កន្លែងទាំងអស់នៅក្នុងពិភពលោកការបង្ហាញអំណាចយោធារបស់អាមេរិកត្រូវបានមើលឃើញយ៉ាងច្បាស់នៅក្នុងសង្គ្រាមប្រទេសឈូងសមុទ្រឆ្នាំ1991នៅពេលដែលអាមេរិកដឹកនាំសម្ព័ន្ធមិត្តដើម្បីបណ្ដេញកងទ័ពអ៊ីរ៉ាក់ចេញពីប្រទេសកុយវ៉ែតក្នុងសង្គ្រាមនេះកងទ័ពអាមេរិកបានប្រើប្រាស់បច្ចេកវិទ្យាយោធាថ្មីៗដូចជាមីស៊ីលប្រើ GPS យន្តហោះបំបាំងកាយនិងប្រព័ន្ធផ្កាយរណបដើម្បីវាយប្រហារគោលដៅយោធារបស់សត្រូវក្នុងពេលនោះដែរបច្ចេកវិទ្យាទទួលព័ត៌មាននិងផ្កាយរណបបានធ្វើឲ្យកងទ័ពអាមេរិកអាចសម្របសម្រួលប្រតិបត្តិការបានយ៉ាងលឿននិងត្រឹមត្រូវជាងមុនមេបញ្ជាការអាចមើលឃើញស្ថានភាពសមរភូមិតាមរយៈផ្កាយរណបនិងប្រព័ន្ធ Digital ដែលធ្វើឲ្យការសម្រេចចិត្តយោធាកាន់តែមានប្រសិទ្ធភាពកម្លាំងយោធារបស់អាមេរិកមិនត្រឹមតែពឹងផ្អែកទៅលើចំនួនទាហានប៉ុណ្ណោះទេប៉ុន្តែពឹងផ្អែកទៅលើបច្ចេកវិទ្យាព័ត៌មាននិងសមត្ថភាពក្នុងការធ្វើប្រតិបត្តិការរួមគ្នារវាងកងទ័ពគ្រប់ប្រភេទនៅក្នុងយុគសម័យក្រោយឆ្នាំ1990បានបង្ហាញថាកម្លាំងយោធាមិនអាចពឹងផ្អែកតែលើចំនួនទាហានទៀតទេភាពខ្លាំងរបស់យោធានៅសម័យនេះគឺពឹងផ្អែកទៅលើផ្កាយរណបអាវុធដែលមានភាពត្រឹមត្រូវខ្ពស់ក្នុងការកំទេចទីតាំងណាមួយនិងសមត្ថភាពក្នុងការដាក់កម្លាំងយោធាទៅគ្រប់កន្លែងក្នុងពិភពលោកបានយ៉ាងរហ័សសរុបមកកងទ័ពអាមេរិកបានក្លាយជាកងទ័ពដែលខ្លាំងជាងគេក្នុងពិភពលោកមិនមែនកើតឡើងក្នុងពេលតែមួយនោះទេប៉ុន្តែវាជាលទ្ធផលនៃបទពិសោធន៍សង្គ្រាមជាច្រើនជំនាន់ចាប់តាំងពីសង្គ្រាមដើម្បីឯករាជ្យអាមេរិកបានរៀនបង្កើតកងទ័ពអាជីពដែលមានវិន័យនិងការហ្វឹកហាត់ល្អក្នុងសង្គ្រាមស៊ីវិលអាមេរិកបានយល់ថាសង្គ្រាមសម័យទំនើបត្រូវការឧស្សាហកម្មនិងប្រព័ន្ធផ្គត់ផ្គង់កងទ័ពដ៏ធំមួយក្នុងសង្គ្រាមលោកលើកទី1និងលោកលើកទី2អាមេរិកបានបង្ហាញថាខ្លួនអាចចល័តកងទ័ពនិងធនធានទៅប្រយុទ្ធនៅទ្វីបផ្សេងៗបានហើយនៅក្នុងសង្គ្រាមត្រជាក់និងយុគសម័យទំនើបនេះអាមេរិកបានវិនិយោគយ៉ាងខ្លាំងក្លាទៅលើបច្ចេកវិទ្យាបណ្ដាញសម្ព័ន្ធមិត្តនិងមូលដ្ឋានយោធាជុំវិញពិភពលោកដូច្នេះអំណាចយោធារបស់អាមេរិកមិនមែនមានតែដោយសារលុយឬអាវុធទំនើបប៉ុណ្ណោះទេប៉ុន្តែដោយសារតែប្រទេសនេះបានទាញយកបទពិសោធន៍ពីសង្គ្រាមក្នុងប្រវត្តិសាស្ត្រហើយបន្តកែលម្អកងទ័ពជាបន្តបន្ទាប់អស់រយៈពេល250ឆ្នាំនេះ